នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះករុណាជាអម្ចាស់ជាបុត្រលើកត្បូងរបស់សម្ដេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងគម្រប់ព្រះជន្ម58ព្រះវស្សាយើងចូល56ព្រះវស្សាពោពេញទៅដោយសេចក្តីសំណោះរីករាយអធិកអធមនាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមប្រសិទ្ធពរជ័យស្រីសុស្ដីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយព្រះករុណាជាម្ចាស់ជាបុត្រលើកត្បូងនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកប្បការថ្វាយចំពោះព្រះមហាករុណាธิគុណដ៏ធ្ងន់ដែលព្រះអង្គបានលះបង់ទាំងប្រកាយពលព្រះបញ្ញាញាណនិងប្រជាទ្រព្យដ៏ឧត្តមឧត្តមបំផុតដើម្បីប្រោសប្រជាទានជាប្រជាបឋមក្នុងវិស័យអប់រំសាសនាកសិកម្មវប្បធម៌សាសនាការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រមទាំងមានប្រជាធិបតេយ្យសណ្ដោះប្រោះប្រណីដល់ជីវភាពប្រជារាស្ត្រទីតលក្រនិងប្រជាកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបុព្វហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកោនក្នុងភាពកក់ក្ដៅនៃពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងព្រះមហាករុណាธิគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមប្រាជ្ញារួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយក្នុងការខិតខំពុះពៀនរាល់ការលំបាកគ្រប់យ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរគ្រប់ដង្ហែតាមព្រះរាជតម្រិយដឹកនាំដ៏ឆ្លៀសវៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាម្ចាស់ជាបុត្រលើកត្បូងជាទីសក្ការៈដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្យានុភាពដ៏រុងរឿងថ្កាំងថ្កានបានភ្ជាប់និស្ស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាជនិយមដ៏ថ្កានថ្កានរុងរឿងព្រមជាមួយនេះសូមសម្ដែងនៅមនោសញ្ចេតនាស្វាមីភក្តិនិងរីករាយចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតក្នុងព្រឹត្តិពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះដែលជាបរមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រយនីខ្មែរនិងវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបរមីទេវតាថរសាព្រះមហាសុរឆាន់ទេវតាថរសាព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំថោះព្រះនាមកេរណីទេវីនិងព្រះអិនព្រះព្រំជាដើមសូមជួយអភិបាលក្រងរសានិងប្រោះព្រំនៅទឹកអមរិតប្រសិទ្ធពរជ័យដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាម្ចាស់ជីវិតលើកត្បូងសូមព្រះអង្គមានព្រះរាជសុខភាពដ៏ល្អបរិបូរណ៍ចាក់ផុតពីព្រះរោគាទាំងឡាយមានប្រកាយពលមមមួនព្រះបញ្ញាញាណភ្លឺថ្លានិងមានប្រជញ្ញយឺនយូរជាងរយព្រះភាសាដើម្បីព្រះអង្គបានគង់ប្រថាប់សោយសុខក្នុងព្រះបរមសិទ្ធិសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ក្សេមក្សាន្តសម្រាប់សន្តិភាពនិងភាពសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ